រួមមួយឆ្នាំក៏យើងមកបានតែមួយថ្ងៃនេះទេបងប្អូននេះលពួតអ្នកខ្លះហៅដឹងតបែកបងប្អូនជីបងប្អូននេះអត់មានកាត់តឬក៏មានអីទេបងប្អូននេះគឺនេះមកដើមនោះមកដើមបងប្អូននេះចេះដុះចេះកើតដែរបងប្អូននេះថាជាពីមុនដាក់នៅនោះនោះនៅនោះបងប្អូនទឹកមកផ្សារមិញទៅនេះយើងអត់ដែលសន់មកបងប្អូននេះជីដោះមកបងប្អូននេះគេហៅថាគុលមួយដើមពីរបងប្អូនហៅថាកូនភ្លោះបដ ơi បងប្អូននេះស្នាមទឹកហូរធ្លាក់មកបងប្អូនអើយអស់ច្រើនណាស់អានេះឃើញអស់ហើយថ្ងៃណាតានីយើងហើយយើងពេលមានពេលមកយកมันល្មមអើបងប្អូននេះចេះដោះចេះកាត់ដែរបងប្អូននេះដោះចេញមកមកស្អាតបកមើលសិនបងប្អូននេះចាប់រួនណាបងប្អូននេះរួនតាណាក៏បានណាចម្លែកតសัตว์មកពីខាងនោះមើលស្នាមគោអស់កតិចអស់ដែលនៅពីខាងនោះដល់ពេលទឹកធំបងប្អូនពេលរដូវវស្សាគឺទឹកឡើងដល់លើទល់តាមនេះគឺលិចអស់តែដល់ពេលជែកវាសัตว์មកចាប់នឹងគល់នេះមួយចាប់រឹសបដ ơi បាទដីប្រភេទដីភ្នំគឺចេះបងប្អូននេះទស្សនភាពមកកានេះមិនចង្ការនេះមិនចំការមានអ្នកមើលទេគឺចំការទុកចោលនេះមើលតែប្រភេទដីមើលតែដីនេះទៅឃើញបងប្អូនអានេះហៅដើមលពួតអ្នកខ្លះហៅដើមតបែកបងប្អូនក៏ពីមិញតូចឥឡូវធំហើយអានឹងចន្ទីតាមមកដល់ព្រៃភ្នំនេះបងប្អូនគឺខ្យល់មែនទេខ្យល់ខ្លាំងណាស់បងប្អូនបានផ្លូវឡើងបងប្អូនក្រូចបងប្អូននេះគេថាឆ្លៀនមកបេះក្រូចហ្នឹងបងប្អូនក្រូចនេះគឺយើងបេះយកទៅផ្ទះហ្នឹងឯងនិយាយរួមមួយឆ្នាំក៏យើងមកបានតែមួយថ្ងៃនេះទេបងប្អូននេះផ្លែទៅពួកណាគេទុកបេះទុកអីនេះដាំយូរហើយបងប្អូន8ឆ្នាំពួកផ្លែបន្តិចបងប្អូនមិនសាតែវាចាំងពលឺថ្ងៃទេបងប្អូននេះពេញលេងឲ្យផ្លែបងប្អូនមកដើមនេះគឺកាលមកសាពីមុនយើងមកប្រុសស្រូវនោះនេះទៅដល់ខែច្រូតខែអុយចឹងគឺអ្នកច្រូតនោះអ្នកបេះច្រើនណាម្នាក់4 10ផ្លែបងប្អូនអូខេប៉ុណ្ណឹងបងប្អូននេះទស្សនភាពគេហៅថាព្រៃភ្នំនេះកន្លែងក្លឹបយើងពីមុនណាតែធប់នៅណាឯងនៅដេកនៅនេះឯងដេកទៅគាត់ដាំដំណាំតិចតួចចាត់ទីគាត់ចេះតែដាក់ចូលអូខេបាយប៉ុណ្ណឹងមិនមានអីច្រើន